ថ្ងៃហ្នឹងខ្ញុំមកប្រាប់បងប្អូនទាំងគ្នាពីរបៀបនៅក្នុងការទិញសំបុត្រយន្តហោះដោយខ្លួនឯងដោយមិនចាំបាច់ពឹងពាក់ណាទេសម្រាប់បងប្អូនដែលមានបំណងចង់ទៅដើរលេងក្រៅប្រទេសឬមួយក៏បងប្អូនដែលកំពុងរស់នៅនិងធ្វើការនៅក្នុងប្រទេសជប៉ុនហើយបងប្អូនទាំងគ្នាចង់ទៅលេងផ្ទះឬមួយក៏ចង់ត្រឡប់ទៅផ្ទះវិញហើយបងប្អូនមិនចង់ចំណាយលុយទៅលើការឲ្យគេជួយទិញសំបុត្រយន្តហោះឲ្យយើងអញ្ចឹងយើងអាចទិញវាដោយខ្លួនឯងបានអញ្ចឹងសម្រាប់វីដេអូនេះដែរបងប្អូនទាំងគ្នាត្រូវតែ download ជាមួយនឹង app អញ្ចឹងមួយថ្ងៃមុនពេលដែលយើងទិញសំបុត្រយន្តហោះយើងត្រូវតែឆែកមើលថា app ណាដែលមានតម្លៃថោកជាងគេអញ្ចឹងខ្ញុំណែនាំឲ្យបងប្អូនទាំងអស់គ្នា download ជាមួយនឹង app នេះបងប្អូនដែលមានពាក្យ Sky ហ្នឹងណាបងប្អូនដោយសារតែ app ហ្នឹងគឺយើងអាចមើលឃើញជាមួយនឹងតម្លៃយន្តហោះជាច្រើននៅក្នុង app ហ្នឹងតែម្ដងថាវាប្រមូលផ្ដុំ app ផ្សេងៗទៀត app ហ្នឹងគឺយើងអាចមើលឃើញទាំងអស់អញ្ចឹងឥឡូវនេះបងប្អូនទាំងគ្នាមកទស្សនាពីរបៀបឆែកជើងសំបុត្រយន្តហោះទាំងអស់គ្នាឥឡូវនេះខ្ញុំចូលមកកាន់ app ហ្នឹងបងប្អូនអញ្ចឹងខ្ញុំចុចលើ app ហ្នឹងបន្ទាប់ពីយើងចុចលើ app ហ្នឹងរួចហើយបងប្អូនទាំងគ្នានឹងបានឃើញបែបនេះអញ្ចឹងណាអញ្ចឹងបងប្អូនទាំងគ្នាចុចកន្លែងរូបយន្តហោះហ្នឹងមកហើយយើងជ្រើសរើសទីកន្លែងដែលយើងចង់ចេញដំណើរអញ្ចឹងដូចជាខ្ញុំស្រាប់គឺខ្ញុំនៅតំបន់អូសាកាអញ្ចឹងខ្ញុំនឹងឆែកពីខាន់សៃទៅអញ្ចឹងទីតាំងដែលយើងចង់ទៅអញ្ចឹងបងប្អូនទាំងគ្នាចង់ទៅទីកន្លែងណាឧទាហរណ៍ថាបងប្អូនទាំងគ្នាចង់ទៅភ្នំពេញយើងចុះនៅភ្នំពេញអញ្ចឹងណាអូខេបងប្អូននេះគឺចំណុចចុះនៅចំណតភ្នំពេញពលានថ្មីរបស់យើងណាហើយអញ្ចឹងយើងជ្រើសរើសថ្ងៃទៅខាងក្រោមនេះថ្ងៃដែលយើងទៅនិងថ្ងៃដែលយើងត្រឡប់មកវិញក៏ប៉ុន្តែបើសិនជាបងប្អូនទាំងគ្នាទិញតែទៅទេអញ្ចឹងយើងចុចតែទៅយើងចាំបាច់មិនចាំចុចមកវិញណាឥឡូវឧទាហរណ៍ថាខ្ញុំចង់ទៅខែប្រហែលអញ្ចឹងបងប្អូនវាលោតមកនេះអានេះគឺខែដែលវាលោតមកនេះខែ6អញ្ចឹងថ្ងៃនេះគឺថ្ងៃ2អញ្ចឹងយើងចង់ទៅថ្ងៃណាអញ្ចឹងណាបងប្អូនតែជាទូទៅបើសិនជាយើងចង់បានសំបុត្រយន្តហោះដែលល្អនិងធូរថ្លៃយើងត្រូវទិញមុន1ខែកន្លះទៅ2ខែគឺល្អបើទិញមុន1ខែក៏អត់សូវល្អដែរគឺវានៅតែតម្លៃរៀងថ្លៃចាឧទាហរណ៍ថាខ្ញុំចង់ត្រឡប់ទៅផ្ទះវិញនៅក្នុងខែ8រៀងយូរតិចទៅបន្ទាប់មកខ្ញុំចង់ទៅនៅថ្ងៃទី20សំបុត្រត្រឹមតែតម្លៃ$216ទេឥឡូវយើងចុចណាបងប្អូនសម្រាប់ថ្ងៃខែ8ថ្ងៃ20ឥឡូវនេះគឺវាលោតមកហើយអញ្ចឹងហើយគឺវាលោតជើងយន្តហោះច្រើនមែនតើមានតម្លៃខុសៗគ្នាដូចជាតាមជើងយន្តហោះដែលយើងត្រូវជិះ9ម៉ោង20នាទីនេះបងប្អូនរបស់យន្តហោះរបស់ថៃណាគឺអស់តែ$217ទេបន្ទាប់មកយន្តហោះរបស់វៀតណាមគឺយើងចំណាយអស់$326ហើយយន្តហោះរបស់វៀតណាមទៀតយើងត្រូវចំណាយអស់$226អញ្ចឹងបងប្អូនអាចជ្រើសរើសតម្លៃដែលបងប្អូនគិតថាធូរថ្លៃសម្រាប់ខ្លួនឯងណាហើយបងប្អូនអាចមើលបានថាយើងជិះទៅចំណាយពេលប៉ុន្មានម៉ោងដូចកន្លែងខ្លះគេដាក់ថាឲ្យចំណាយពេល16ម៉ោង10នាទីហើយសំបុត្រខ្លះគឺតែចំណាយពេលត្រឹមតែ7-8ម៉ោងទេអញ្ចឹងតម្លៃវាគឺបែបហ្នឹងឥឡូវឧទាហរណ៍ថាខ្ញុំជ្រើសរើសយកសំបុត្រជិះតាមវៀតណាមដែលមានតម្លៃ226ចំណាយ11ម៉ោងដោយសារតែយើងអាចជ្រើសរើសបោះថៃទេដោយសារតែបោះថៃទៅ3ថោកក៏ដោយក៏យើងក៏ចង់ទៅនឹងដែរអញ្ចឹងណាចាំបងប្អូនទាំងគ្នាវាបានបង្ហាញនាថាម៉ោង8:55នាទីយើងត្រូវឡើងយន្តហោះហើយយើងនឹងចុះនៅម៉ោង6ល្ងាចអញ្ចឹងយើងឡើងពីពេលព្រឹកចុះល្ងាចហើយគឺឈប់ដូរជើងមកចំណតហើយចំណាយអស់ម៉ោងដែលយើងត្រូវជិះទៅដល់ហ្នឹងគឺចំណាយអស់11ម៉ោង20នាទីអញ្ចឹងបងប្អូនទាំងអស់គ្នាចំពោះការទិញបងប្អូនឃើញគឺមាន app ជាច្រើនវាលោតមកតែយើងចង់ទិញតាម app ណាបើយើងទិញតាម app Trim.com ឬយើងក៏ទិញតាមស្អីផ្សេងៗអញ្ចឹងវាលោតមក Booking.com នេះក៏វាលោតមកតម្លៃវាគឺខុសគ្នាទៅតាមហ្នឹងណា Trim នេះក៏លោតមកដែរអញ្ចឹងឧទាហរណ៍ថាខ្ញុំចង់ទិញវានឹងនៅក្នុង Booking.com អញ្ចឹងខ្ញុំចុចមកគឺវាចូលទៅក្នុង Booking.com តែម្ដងអញ្ចឹងយើងអាចទិញសំបុត្របាននៅក្នុងតម្លៃធូរថ្លៃហើយយើងប្រើប្រាស់កម្មវិធីហ្នឹងដើម្បីមើលសំបុត្រនៅក្នុង app ផ្សេងៗនៅក្នុងថ្ងៃហ្នឹងអញ្ចឹងណាអញ្ចឹងសម្រាប់វីដេអូនេះដែរសង្ឃឹមថាបងប្អូនទាំងអស់គ្នាដែលចង់ឆែករកសំបុត្រចំហដែលមានតម្លៃធូរថ្លៃបងប្អូនទាំងអស់គ្នាអាចសាកល្បងឆែកតាមហ្នឹងបានហើយវគ្គក្រោយខ្ញុំនឹងបង្ហាញបងប្អូនទាំងអស់គ្នាពីរបៀបកក់តែម្ដង